តសាស្ត្រលោកអ្នកនាងជាទីមេត្រីទឹកដីខ្មែរកម្ពុជាក្រោមត្រូវបានព្រះចៅយួនក្រុងវេខ្ចីបុត្រប្រសាររបស់ព្រះអង្គគឺព្រះបាទជ័យជាស្ដាឬជ័យជាថាទី2លើដើមសតវត្សទី17គឺចាប់ពីពេលនោះហើយដែលជាតិយួនបានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅទីនោះកាន់តែច្រើនឡើងហើយបោះទីតាំងនៅទីនោះជាអចិន្ត្រៃយ៍តែម្ដងជាបន្តទៅទៀតនេះលោកជុនច័ន្ទបុត្រសូមរៀបរាប់ជូនលោកអ្នកនាងនៅប្រវត្តិសាស្ត្រខ្មែរនាដំណាក់កាលនេះដូចតទៅក្រោយពីព្រះរាជអង្គការព្រះស្រីសូរ្យោពណ៌បរមរាជាជាព្រះបិតាទ្រង់ដាក់រាជព្រះរាជបុត្រាច្បងរបស់ព្រះអង្គទ្រង់ឡើងសោយរាជស្នងនៅរាជធានីល្វីអែមក្នុងឆ្នាំ1618ដោយមានព្រះនាមក្នុងរាជថាសម្ដេចព្រះរាជអង្គការព្រះជ័យជាស្ដាបរមរាជាខ្លះទម្លាប់ហៅព្រះនាមព្រះអង្គថាព្រះជ័យជាថាទី2កាលពីព្រះស្រីសូរ្យោពណ៌ជាព្រះបិតានៅមានព្រះជន្មនៅឡើយព្រះអង្គទ្រង់ចូលស្ដីដណ្ដឹងបុត្រីព្រះចៅយួនក្រុងវេឲ្យធ្វើជាអគ្គមហេសីរបស់ព្រះអង្គការភ្ជាប់សម្ព័ន្ធមេត្រីជាមួយនគរយួននេះគឺធ្វើឡើងក្នុងគោលបំណងពង្រឹងកម្លាំងជាមួយប្រទេសនៅជាប់ព្រំដែនខាងកើតមួយនេះទៅទប់ទល់នឹងប្រទេសនៅព្រំដែនម្ខាងទៀតគឺប្រទេសសៀមបន្ទាប់ពីបានឡើងគ្រងរាជ្យហើយព្រះបាទជ័យជាស្ដាទ្រង់លើកព្រះទេពីអង្គជើបុត្រីស្ដេចយួនជាព្រះអគ្គមហេសីដោយថ្វាយនាមជាសម្ដេចព្រះភគវតីព្រះស្រីវរៈក្សត្រីព្រះអង្គទ្រង់គង់នៅរាជធានីល្វីអែមនេះបាន2ឆ្នាំដោយនៅទីនេះតូចចង្អៀតផងនិងមានការលំបាកយ៉ាងខ្លាំងនៅរដូវវស្សាផងព្រះអង្គក៏ទ្រង់ផ្លាស់រាជធានីទៅតាំងនៅក្រុងឧដុង្គមានជ័យវិញនៅក្នុងឆ្នាំ1620នៃគ្រិស្តសករាជព្រះអង្គបានព្រះបញ្ជាឲ្យសាងចេតិយធំមួយឈ្មោះចេតិយត្រៃត្រឹងនៅលើភ្នំព្រះរាជទ្រព្យដើម្បីតម្កល់ព្រះអធិធាតុព្រះបិតារបស់ព្រះអង្គនៅឆ្នាំ1622មានការបះបោរផ្ទៃក្នុងមួយដឹកនាំដោយអ្នកសិលម្នាក់ដែលតាំងខ្លួនជាស្ដេចសម្រែព្រះសម្រែរាជាធិរាជតែត្រូវវាយបង្ក្រាបបាននៅក្នុងរាជរបស់ព្រះអង្គសៀមមិនពេញចិត្តនឹងខ្មែរដែលបែរទៅតាក់ទងជាមួយយួនហើយប្រងើយកន្តើយនឹងខ្លួននោះទេសៀមដែលធ្លាប់តាំងចិត្តថាជាអាណាព្យាបាលលើខ្មែរផងនោះក្នុងឆ្នាំ1622នោះព្រះចៅដៃណាស្ដេចសៀមដែលបានឡើងសោយរាជនៅអយុធ្យាដោយបានធ្វើគុតព្រះចៅឯកាធិសរដ្ឋព្រះអនុជព្រះនរិន្ទសូរនោះបានលើកទ័ពយ៉ាងធំមានពលរាប់សែននាក់ឲ្យចូលមកវាយលុកប្រទេសកម្ពុជាក៏ប៉ុន្តែទ័ពសៀមដ៏ធំមួយដែលលើកមកតាមផ្លូវគោកត្រូវទ័ពខ្មែរដែលដឹកនាំដោយព្រះរាជាជ័យជាស្ដាវាយគំទេចឲ្យបែកបាក់ខ្ចាត់ខ្ចាយអស់នៅខេត្តបរិបូរណ៍ចម្ងាយប្រមាណ50គីឡូម៉ែត្រពីបឹងទន្លេសាបតែទ័ពធំមួយទៀតដែលដឹកនាំដោយចៅស្រីធម្មរាជាឆ្នាំ1623ដែលលើកតាមផ្លូវទឹកមកដល់ខេត្តបន្ទាយមាសត្រូវគំទេចដោយទ័ពខ្មែរក្រោមការដឹកនាំរបស់ព្រះឧទ័យមហាឧបរាជព្រះអនុជរបស់ព្រះបាទជ័យជាស្ដានៅឆ្នាំបន្ទាប់នោះសៀមក៏បានលើកទ័ពជើងទឹកក្រោមបញ្ជាការរាជបុត្រស្ដេចសៀមព្រះនាមជាថាមកវាយខ្មែរទៀតតែត្រូវទទួលបរាជ័យហើយដកថយទៅវិញទៀតចំណែកខាងយួនវិញឯកសារខ្លះបានរៀបរាប់ថាដោយពេលនោះប្រទេសយួនមានចម្បាំងជាមួយចិននៅគ្រិស្តសករាជ1621គណៈបេសកកម្មការទូតរបស់យួនមួយបាននាំសម្បត្តិពីរច្បាប់របស់ព្រះចៅអាណាមមួយច្បាប់មកថ្វាយព្រះជ័យជាស្ដាជាកូនប្រសានិងមួយច្បាប់ទៀតថ្វាយព្រះភគវតីអង្គជើឲ្យជួយទូលព្រះស្វាមីសុំខ្ចីដីខេត្តកំពង់ក្របីព្រៃគរព្រៃនគរដើម្បីបង្ហាត់សេនាទាហានយួនលិខិតនោះបញ្ជាក់ថាការខ្ចីដីធ្វើជាមូលដ្ឋានបង្ហាត់ទ័ពនេះមានរយៈពេល5ឆ្នាំគ្រប់5ឆ្នាំនឹងសងថ្វាយវិញតែឯកសារខ្លះថាឆ្នាំ1623យួនបានសុំព្រះរាជាខ្មែរបង្កើតគ្រឹះស្ថានជំនួញរបស់ខ្លួននៅក្នុងប្រទេសខ្មែរភាគខាងត្បូងត្រង់តំបន់កំពង់ក្របីព្រៃនគរព្រមទាំងសូមអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងគយនៅតំបន់នោះផងព្រះជ័យជាស្ដាដោយយល់ដល់ព្រះបិតាក្មេកនិងអគ្គមហេសីអង្គជើផងក៏ទ្រង់ព្រមអនុញ្ញាតតាមការស្នើសុំនេះ
គឺតាំងពីពេលនោះមកហើយដែលជនជាតិយួនបានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើងម្យ៉ាងទៀតដែលយកលេសថាដើម្បីជួយអាជ្ញាធរខ្មែរក្នុងទីនោះរក្សាសន្តិសុខឲ្យមានប្រសិទ្ធភាពព្រះចៅក្រុងវេបានបញ្ជូនមេទ័ពរបស់គេម្នាក់ឲ្យមកឈរកាន់កាប់នៅតំបន់នោះទៀតផងសម្ព័ន្ធភាពខ្មែរយួនដែលយើងអាចនិយាយបានថាជាសម្ព័ន្ធភាពយកកខ្មែរទៅលោកអន្តៈឬយកពងមាន់ទៅផ្ញើក្អែកនេះបានคล้ายទៅជាចំណេះជិះកឯងយ៉ាងណាមិញខ្មែរដែលចង់គេចឲ្យផុតពីមេរៀនដ៏ជូរចត់នៃការបាត់បង់ទឹកដីភាគខាងលិចដ៏ធំធេងនោះបានចាប់ផ្ដើមជំរុញឲ្យបាត់បង់ដីភាគខាងត្បូងទៀតពលគឺក្រោយពីព្រះបាទជ័យជាស្ដាសុគតើនៅឆ្នាំ1628នោះទឹកដីខ្មែរភាគខាងត្បូងចាប់ពីព្រៃនគរបារានិងដូនណៃកំពុងស្រកាត្រីទទូលនឹងព្រំប្រទល់អតីតអាណាចក្រចម្ប៉ាមានសិទ្ធិជនជាតិយួនមកនៅពីពេញហើយស្ថិតក្រោមការគ្រប់គ្រងរបស់យួនរួចទៅហើយទៀតផងខ្ញុំជុនច័ន្ទបុត្រវិទ្យុអាស៊ីសេរីភ្នំពេញ